បាទនេះគឺសកម្មភាពយើងកំពុងតែរៀបចំស្រែស្ទូងហើយបាទគាត់ដាក់មកអាប់មកតែម្ដងបាទនេះគឺយើងកំពុងតែរៀបចំស្ទូងហើយបាទនេះគឺពិសេសស្ទូងមកគូតាដែលមកទឹកយើងនាំចូលតពីជប៉ុនបាទនេះគឺຂະຫນາດ6ជួរដែលយើងកំពុងតែស្ទូងនេះជាប្រភេទស្រូវជប៉ុនលីកាដែលជាស្រូវកងត្រារបស់សហគមន៍ជាលិអភិវឌ្ឍន៍តាមម្ដងបាទយើងធ្វើស្ទូងគឺយើងចំណេញច្រើនចំណេញពូជយើងធ្វើតាមតែ40ទៅ50គីឡូក្នុងហិកតាគឺយើងអាចស្ទូងគ្រាន់នេះបាទហើយយើងធ្វើស្រូវកងត្រាគឺយើងចំណេញការ1គីឡូបាន1500ទៅ1600រៀលដែរបច្ចុប្បន្ននេះណាបាទតែយើងកំពុងតែស្ទូងស្អាតណាស់បងប្អូនអើយចាប់ស្មើទេតែម្ដងបាទសំខាន់កត្តាសំខាន់គឺយើងត្រូវធ្វើដីឲ្យស្អាតហើយនឹងធ្វើសណាឲ្យបានល្អតែម្ដងបាទឥឡូវយើងមើលដីវាគាត់នេះធ្វើស្អាតណាស់ឡើងរៀបស្មើតែម្ដងហើយសណាធ្វើអញ្ចឹងស្ទូងមកបានល្អត្រង់ជួរល្អមិនបាត់គុំមិនដាច់កណោតបាទគឺស្អាតតែម្ដងស្អាតមែនតើទៅហើយកំពុងជំនាញទៀតធ្វើរាល់ថ្ងៃរាល់ឆ្នាំអញ្ចឹងគាត់ជំនាញគាត់មានបច្ចេកទេសរបស់គាត់ត្រឹមត្រូវគ្រប់គ្រាន់តែម្ដង